ស្វាគមន៍បងប្អូនអស់គ្នាមកកាន់ទឹកដីបាត់ដំបងមិនមែនមានត្រឹមតែទីក្រុងធំនិងតំបន់ទេសចរច្រើននោះទេប៉ុន្តែបាត់ដំបងគឺជាសារមន្ទីរនៃសំណង់បុរាណនិងស្ថាបត្យកម្មដែលបន្សល់ទុកពីសម័យអាណានិគមនៅពេលដែលឃើញសំណង់អគារទាំងអស់នេះយើងក៏បាននឹកឃើញទៅដល់សម័យមួយដែលកាន់កាប់ទៅដោយលោកកថាថនឈុំដែលចាស់ពីដើមតែងតែនិយាយថាជាសម័យលោកម្ចាស់ឈ្មោះថាលោកម្ចាស់ក៏មាននៅក្នុងភោជនីយដ្ឋានមួយដែលស្ថិតក្នុងក្រុងបាត់ដំបងដូចគ្នាគឺភោជនីយដ្ឋានផ្ទះលោកម្ចាស់ដែលមានទីតាំងនៅមិនឆ្ងាយពីក្រុងប៉ុន្មានទេបងប្អូនឈ្មោះថាផ្ទះលោកម្ចាស់នេះយើងគ្រាន់តែរំលឹកបងប្អូនទៅកាន់សម័យកាលមួយដែលធ្លាប់កើតឡើងនៅក្នុងក្រុងបាត់ដំបងតែប៉ុណ្ណោះចំពោះអគារខាងលើនេះយើងមើលទៅមានភាពស្រដៀងគ្នាទៅនឹងសំណង់សម័យកាលនោះអញ្ចឹងចំពោះបរិវេណជុំវិញគឺពោពេញទៅដោយធម្មជាតិដើមឈើធំខ្យល់ត្រជាក់ស្រស់ស្រាយជាពិសេសហ្នឹងក៏មានផ្សែងតិចៗមើលទៅស្អាតមានការគ្រប់គ្រងពីបងប្អូនច្រើនមែនទែនទាំងក្នុងខេត្តបាត់ដំបងទាំងនៅខេត្តផ្សេងៗផងដែរចំពោះការគ្រប់គ្រងពីបងប្អូនហ្នឹងគឺកើតចេញពីម្ហូបឆ្ងាញ់ៗដែលយើងធ្វើចេញពីចិត្តចេញពីទឹកដៃស្នាដៃអ្នកខេត្តបាត់ដំបងផ្ទាល់តែម្ដងចំពោះមុខម្ហូបគឺចំអិនភ្លាមក្តៅៗជូនបងប្អូនតែម្ដងគ្រប់មួយមុខគឺតម្លៃសមរម្យបរិមាណសមរម្យសម្រាប់បងប្អូនអញ្ជើញមកញ៉ាំទទួលបានរសជាតិប្លែកឆ្ងាញ់ជាប់មាត់ម្ហូបបែបជនបទស្រុកស្រែជាមួយនឹងបរិយាកាសបែបហ្នឹងរួមជាមួយនឹងទេសភាពបែបបុរាណមានភ្លេងរំរំតិចៗញ៉ាំអាហារឆ្ងាញ់ហើយសម្រាប់ឈៀលបងប្អូនអាចទស្សនាផ្ទះបុរាណនិងស្លៀកពាក់បែបខ្មែរបុរាណនេះបានផងដែរអរគុណបងប្អូនសម្រាប់ការទស្សនាចង់ដឹងកាន់តែច្បាស់ជួបគ្នានៅផ្ទះលោកម្ចាស់